សួស្តីអ្នកទាំងអស់គ្នាដើម្បីអភិវឌ្ឍខ្លួនឲ្យបានយូរអង្វែងនិងមានសេចក្តីសុខការរក្សាតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនគឺជោគជ័យដ៏ធំបំផុតមួយតោះមកអនុវត្តតាមរូបមន្ត3យ៉ាងទី1 stop បញ្ឈប់ការយកការងារមកធ្វើនៅផ្ទះឬការគិតពីការងាររហូតដល់ភ្លេចផ្ដល់ពេលវេលាឲ្យគ្រួសារនិងខ្លួនឯងការសម្រាកមិនមែនជាការខ្ជិលទេតែវាជាការសាកថ្មឲ្យជីវិតទី2 start ចាប់ផ្ដើមរៀបចំកាលវិភាគសម្រាប់ឲ្យបានច្បាស់លាស់កំណត់ពេលវេលាសម្រាប់ហាត់ប្រាណអានសៀវភៅឬធ្វើអ្វីដែលអ្នកសប្បាយចិត្តដើម្បីកាត់បន្ថយភាពតានតឹងទី3 keep បន្តរក្សាទម្លាប់នៃការរស់នៅដោយមានគោលដៅនិងស្គាល់ពីកម្រិតកំណត់របស់ខ្លួនឯងដើម្បីឲ្យជីវិតមានភាពចុះសម្រុងធ្វើការឲ្យខ្លាំងតែត្រូវរស់នៅឲ្យមានន័យសង្ឃឹមថាមេរៀនទាំង10នេះនឹងជួយឲ្យអ្នកកាន់តែប្រសើរឡើង